សម្រាប់អ្នកប្រើ SketchUp ទូទៅធ្លាប់ជួបនៅបញ្ហាយើង import AutoCAD ចូលទៅក្នុង SketchUp ហើយវាហោះហើរពេញផ្ទៃប្រទេសអញ្ចឹងយើងចូលទៅមើលដំណោះស្រាយទាំងអស់គ្នាហើយចំពោះ tool plugin ដែលមាននៅក្នុងវីដេអូគឺខ្ញុំដាក់នៅក្នុង Telegram បាទអញ្ចឹងនៅពេលដែលប្លង់យើងហោះហើរពេញផ្ទៃប្រទេសយើងធ្វើមិនឥឡូវខ្ញុំចូលទៅកាន់កន្លែង top ហ្នឹងសិននេះម្ដុំនេះអញ្ចឹងយើងយក SW isometric នេះមកអញ្ចឹងខាងក្រោម4ហ្នឹងយើងយកមួយណាក៏បានដែរដូចគ្នាទេអញ្ចឹងខ្ញុំចុចលើហ្នឹងមួយគឺវាចេញបែបនេះអញ្ចឹងយើងឃើញវាហោះហើរពេញហ្នឹងហើយខ្ញុំចុច shift បញ្ចុះហើយខ្ញុំ scroll វាទៅចុចមកគឺក្តារឲ្យជាប់ទៅអញ្ចឹងយើងឃើញវាហោះហើរពេញហ្នឹងហើយតមកទៀតយើងដូរកន្លែងហ្នឹងយកមក top វិញមកដើម្បីទៅទីតាំងដើមវិញហើយខ្ញុំចូលមកកាន់ SketchUp របស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំ import ហើយគឺយើងបានឃើញនេះសំបីតែក្នុង SketchUp ក៏វាហោះហើរពេញផ្ទៃប្រទេសដែរអញ្ចឹងយើងចុចតែមួយ click ទេគឺយើងចុចលើ object ហ្នឹងហើយយើងចុចលើ tool នេះ architect tool ហ្នឹងអញ្ចឹងយើងយកពាក្យ flatten selection មកចុចតែមួយហ្នឹងមកគឺវា load ទៅធម្មតាវិញវា load ទៅប្លង់ 2D ធម្មតាវិញយើងបាច់កែក្នុង AutoCAD ក៏បានដែរព្រោះ AutoCAD ពេលខ្លះវាប៉ះពាល់ជាមួយនឹង block ដែរអញ្ចឹងបើយើងកែគឺវាប៉ះពាល់ច្រើនអញ្ចឹងបើយើងចង់កែក្នុង AutoCAD ក៏អត់បញ្ហាអីដែរអញ្ចឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើន